ជំរាបសួរថ្ងៃនេះយើងនឹងមកសិក្សាអំពីមុខវិជ្ជាភាសាខ្មែរថ្នាក់ទី4មេរៀនទី9ប្រភពទឹកនៅកម្ពុជាតកតទៅនឹងការស្ដាប់ការបំពុលប្រភពទឹកទំព័រទី125ប្រភពនៃការបំពុលទឹកត្រូវបានគេចែកចេញជាពីរចំណុចគឺប្រភពចំណុចនិងប្រភពរីប៉ាយប្រភពចំណុចគឺជាប្រភពដែលបញ្ចេញសំណល់ចូលទៅក្នុងបរិស្ថានតាមរយៈបំពង់បង្ហូរលូឬប្រឡាយពីទីតាំងប្រភពតែមួយដូចជារោងចក្រឧស្សាហកម្មរោងចក្រប្រព្រឹត្តកម្មសំណល់រាវជាដើមប្រភពរីប៉ាយគឺជាប្រភពដែលបង្កឲ្យមានការបំពុលដោយសារធាតុបំពុលពីដីច្រើនកន្លែងហើយហូរចូលទៅក្នុងទឹកលើផ្ទៃដីនៃតំបន់ដ៏ធំមួយប្រភពរីប៉ាយរួមមានលំហូរកសិកម្មសំណល់ចេញពីលំនៅស្ថានសំណល់អាជីវកម្មរ៉ែនិងកំទេចកំណាត់ពីការដ្ឋានសំណង់ជាដើមដោយផ្អែកតាមកត្តាទាំងពីរនេះជាទូទៅការបំពុលប្រភពទឹកកើតឡើងដោយផ្ទាល់និងដោយប្រយោលដែលបណ្ដាលមកពីសកម្មភាពរបស់មនុស្សដូចជាសកម្មភាពឧស្សាហកម្មកសិកម្មការដឹកជញ្ជូនការបញ្ចេញផ្សែងពុលសំណល់រាវរឹងសំណល់វិទ្យុសកម្មទឹកលូសំអុយថ្នាំសម្លាប់សត្វល្អិតសំណល់គីមីកំណល់ល្បាប់ប្រេងលោហៈធ្ងន់ទន្ទឹមនឹងនេះដោយមានការរីកចម្រើនផ្នែករោងចក្រធ្វើឲ្យប្រភពទឹកកខ្វក់បានដោយសារការបញ្ចេញចោលនៅកាកសំណល់ផ្សេងចេញពីរោងចក្រហូរចូលទៅក្នុងទឹកចំពោះជីគីមីក៏ជាប្រភពធ្វើឲ្យទឹកកខ្វក់ដែរព្រោះវាជាអង្គធាតុសរីរាង្គចំណែកឯធម្មជាតិក៏ជាប្រភពបំពុលទឹកដែរដូចជាកម្ដៅខ្យល់ព្យុះភ្លៀងដូច្នេះប្រភពនៃការបំពុលទឹកគឺបណ្ដាលមកពីកត្តាមនុស្សនិងកត្តាបាតុភូតធម្មជាតិបាទសូមអរគុណនេះគឺជាការស្ដាប់ការបំពុលប្រភពទឹកបាទយើងនឹងតទៅពីបានស្ដាប់ហើយយើងនឹងធ្វើការឆ្លើយសំណួរនៅក្នុងសៀវភៅមេរៀនរបស់យើងបាទសូមអរគុណ